បាទសូមជម្រាបសួរប្រិយមិត្តដែលជួយស្ដាប់រឿងនៅក្នុង Channel នៃទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមួយទៀតហើយដែលនិយាយសម្រាប់អ្នកទាំងអស់គ្នាស្ដាប់លេងកម្សាន្តអញ្ចឹងមុននឹងយកចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវមុននឹងយើងចូលទៅដល់សាច់រឿងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាដែលសារតែប៉ុន្មានថ្ងៃនេះគឺខ្ញុំមានភារកិច្ចត្រូវប្រឡងឆប់នេះអីចឹងទៅខ្ញុំអត់សើបានផុសខ្ញុំផុសមួយថ្ងៃបាត់មួយថ្ងៃអញ្ចឹងទៅដោយសារខ្ញុំត្រឹមមើលមេរៀនចឹងចាំពេលប្រឡងឆប់នេះហើយចាំខ្ញុំផុសវីដេអូជារៀងរាល់ថ្ងៃវិញចឹងតោះឥឡូវយើងចូលដល់សាច់រឿងយើងតែម្ដងទៅចឹងគឺមានសាលានៅម្ដុំបឹងតបែកសាលារដ្ឋគឺនៅហ្នឹងគឺគេល្បីថ្នាក់មួយគឺថ្នាក់ 3B ដែលគេអត់ដែរបិទទ្វារបិទប្រអួយបិទអីទេគឺតែថ្ងៃឡើងចឹងតែពេលយល់អ្នកនរនេះដឹងហើយតើសាលារដ្ឋទៅពេលថ្ងៃឡើងឧទាហរណ៍យើងរៀនពេលផឹកចឹងដល់ថ្ងៃឡើងយើងត្រូវបិទទ្វារបិទប្រអួយអីសិនខាច់លោមានអ្នកចូលលួចវ៉ាន់ចូលអីចឹងណាអញ្ចឹងពេលដល់ថ្ងៃបានគេបើកទ្វារបើកប្រអួយអីរៀនវិញធម្មតាតែថ្នាក់ហ្នឹងគឺអត់ដែរបិទប្រអួយតែដែរអីទេគេល្បីថាអញ្ចឹងដល់ហើយគឺថ្ងៃមួយគឺមានលោកគ្រូម្នាក់គឺគាត់បានដើរកាត់ថ្នាក់ហ្នឹងហើយគឺគាត់បានឃើញសិស្សស្រីម្នាក់អង្គុយនៅហ្នឹងឥឡូវគឺពេលហ្នឹងប្រហែលម៉ោង12កន្លះ12អីហើយចឹងចិត្តចូលដល់វេនថ្ងៃគេហ៊ានម្ដងហើយចឹងទៅគាត់ក៏បានដេញកូនស្រីហ្នឹងថាមីអូនអញនឹងទៅអីឆាប់ទៅផ្ទះឆាប់អីទៅដោយសារតែវេនថ្ងៃគេចិត្តចូលមកហ៊ានហើយចឹងមីអូនឯងនៅក៏ហ៊ានអត់កើតដែរដោយសារតែអត់មានឈ្មោះអត់មានអីចឹងណាចឹងទៅក៏គាត់បាននិយាយចឹងហើយគឺកូនហ្នឹងគឺអត់មានងើយមើលគាត់អត់មានងើយអីទេខ្ញុំគឺអង្គុយគិតទៅសេអង្គុយទៅសេអង្គុយយកមកអង្គុយអោនទៅសេគ្មានមើលមុខគ្មានអីទេហើយលោកគ្រូហ្នឹងក៏បានឆ្ងល់ហើយគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ហ្នឹងហើយគាត់ក៏បានយកសភៅកូនហ្នឹងមកមើលសភៅដែលកូនហ្នឹងទៅសេលើហ្នឹងដល់ពេលដែលគាត់យកមកមើលទៅគឺគាត់ឃើញកូនហ្នឹងទៅសេពាក្យស្លាប់រងគឺទៅសេពេញទំព័រហ្នឹងហ្មងមកពេញហ្នឹងហ្មងហើយទៅមកគាត់ក៏បានសួរថាអូនមិនទៅសេអញ្ចឹងកូនហ្នឹងក៏អត់ឆ្លើយទេកូនហ្នឹងក៏បានងើយមើលមុខលោកគ្រូហ្នឹងហើយបន្ទាប់មកក៏លោកគ្រូហ្នឹងធំអត់បានក៏គាត់បាននិយាយថាមីអូនឯងអត់ប្រាប់គ្រូចឹងប្រយ័ត្នគ្រូនាំជុំយក់ហើយក៏កូនស្រីហ្នឹងក៏បានងើយមើលគ្រូហើយគឺគាត់បានព្រិចភ្នែកមកព្រិចហ្នឹងតែវាមិនព្រិចមកផ្លែតទេណាគឺគាត់បានព្រិចបិទភ្នែកយ៉ាងយូរដែរហើយគាត់បានបើកភ្នែកវិញហើយគាត់ដើរចេញយកមកនៅពេលនោះក៏លោកគ្រូហ្នឹងក៏បានអត់ខ្វល់អត់អីច្រើនដែរគាត់មិនថាអត់ខ្វល់អីក៏អត់សូវគិតច្រើនណាក៏ស្មានតែកូននឹងមានបញ្ហាផ្លូវចិត្តអីចឹងណាតមកក៏ថ្ងៃស្អែកឡើងក៏គ្រូនឹងបានដើរចូលថ្នាក់ 3B ហ្នឹងហើយតមកក៏គ្រូនឹងបានបង្រៀនមកអីចឹងទៅហើយក៏គាត់ចាប់អារម្មណ៍កន្លែងកូននឹងអង្គុយទៅសេមិនសមវិញហ្នឹងគឺអត់មានឃើញកូននឹងទេហើយតមកលោកគ្រូក៏បានសួរអ្នកនៅក្នុងថ្នាក់ហ្នឹងថាមិនបានមីអូនហ្នឹងថ្ងៃហ្នឹងអត់មករៀនចឹងហើយបន្ទាប់មកក៏អ្នកនៅក្នុងថ្នាក់ហ្នឹងមិត្តភក្តិគេនឹងថាលោកគ្រូឲ្យមករៀនមិនបើកូននឹងឈប់រៀនឡើង2អាទិត្យទេហ្នឹងខ្ញុំភ្លេចបញ្ជាក់គឺលោកគ្រូហ្នឹងគឺគាត់ជាលោកគ្រូជំនួសអីចឹងណាចឹងទៅគាត់អត់សូវដឹងថានៅក្នុងថ្នាក់ហ្នឹងមានសិស្សប៉ុន្មានហើយសិស្សណាឈប់សិស្សណាអីទេចឹងទៅក៏រឿងហ្នឹងចប់តែហ្នឹងទៅបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរឿងចេះទៀតសូមខមមិនប្រាប់ខ្ញុំផងពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ